បន្ទាប់ពីពួកគាត់បានផ្តិតមេដាយព្រមព្រៀងលែងលះរួចហើយប៉ុន្តែអត់ទាន់ទទួលបានឯកសារពីតុលាការមកទេមិនទាន់ទទួលបានដោយការសម្រេចពីតុលាការទេហើយដោយការសម្រេចនោះទៀតសោះមិនទាន់ចូលស្ថាពរទេតើពួកគាត់អាចមានទំនាក់ទំនងរៀបការថ្មីបានដែរឬទេចាស់ទស្សនិកជនជាទីគោរពនៅក្នុងនេតិអប់រំច្បាប់របស់សារព័ត៌មានព្រះខ័ននៅថ្ងៃនេះយើងនឹងជជែកទៅលើប្រធានបទការរៀបការគូថ្មីបន្ទាប់ពីការព្រមព្រៀងលែងលះតើចាប់ពីពេលណាទៅភាគីអាចរៀបការឬមានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកដទៃបានបន្ទាប់ពីការព្រមព្រៀងលែងលះជុំវិញប្រធានបទនេះលោកស្រីមេធាវីហេងសង្មីប្រធានការិយាល័យមេធាវី HSMN Call នឹងចូលខ្លួនមកពន្យល់ជម្រាបសួរលោកស្រីមេធាវីចាជំរាបសួរបងលោកស្រីមេធាវីជាដំបូងនាងខ្ញុំសូមឲ្យលោកស្រីជួយពន្យល់សិនថាប្រសិនបើសហព័ន្ធព្រមព្រៀងឯកភាពគ្នាលែងលះតើពួកគាត់ត្រូវធ្វើបែបណាតើមាននីតិវិធីអ្វីខ្លះដែលត្រូវធ្វើដើម្បីឈានដល់ការលែងលះបានអញ្ចឹងមុននឹងឈានដល់ការបកស្រាយដើម្បីងាយយល់ឲ្យកាន់តែស៊ីជម្រៅអញ្ចឹងយើងគួរតែពន្យល់ពាក្យសហព័ន្ធនឹងការលែងលះនិងសម្បត្តិពាក្យសិនអញ្ចឹងទី1សហព័ន្ធគឺជាពាក្យច្បាប់ប្រើនៅក្នុងផ្នែកច្បាប់ដែលជាពាក្យសាមញ្ញទូទៅរបស់ប្រជាពលរដ្ឋងាយយល់គឺជាប្តីប្រពន្ធកន្លែងនេះគឺសំដៅទៅលើប្តីប្រពន្ធដែលបានចុះសម្បត្តិពាក្យអញ្ចឹងសួរទៀតថាតើអ្វីទៅជាសម្បត្តិពាក្យសម្បត្តិពាក្យគឺជាកិច្ចសន្យាតាមផ្លូវច្បាប់ដែលយើងបានចោះឈ្មោះរវាងប្តីនិងប្រពន្ធថាពួកយើងបានរៀបការហើយបានផ្សាយជាសាធារណៈប្រកាសឲ្យគេដឹងឮហើយថាពួកយើងជាប្តីប្រពន្ធស្របច្បាប់ហើយសម្បត្តិពាក្យនេះគឺជាផ្នែកមួយនៃសម្បត្តិអនុកូលដ្ឋានសម្បត្តិអនុកូលដ្ឋានរបស់យើងមនុស្សម្នាក់ៗគឺមាន3កើតការកប់សម្បត្តិកំណើតសម្បត្តិរៀបអាពាហ៍ពិពាហ៍សម្បត្តិរៀបការហ្នឹងនិងសម្បត្តិមរណភាពដែលកប់ទៅវិញហ្នឹងអញ្ចឹងតើអ្វីទៅជាការលែងលះម្ដងការលែងលះគឺសំដៅទៅលើការផ្ដាច់ចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ដូចគ្នាការលែងលះមានពីររបៀបទី1គឺព្រមព្រៀងលែងលះដោយស្ម័គ្រចិត្តទី2លែងលះតាមពាក្យបណ្ដឹងបកមកសំណួរយើងវិញសួរថាបើសិនជាសហព័ន្ធបានព្រមព្រៀងលែងលះគ្នាហើយតើពួកគាត់ត្រូវធ្វើម៉េចខ្លះអញ្ចឹងសហព័ន្ធដៃប្រពន្ធគឺត្រូវតែពិភាក្សាគ្នាអំពីការបែងចែកកូនពិភាក្សាគ្នាអំពីការព្រមព្រៀងទៅលើការបែងចែកទ្រព្យសម្បត្តិពិភាក្សាទៅលើការផ្ដល់អាហារកិច្ចចំពោះកូនការពិភាក្សាទៅលើបំណុលរួមទ្រព្យរួមនិងពិភាក្សាលើចំណុចមួយចំនួនផ្សេងទៀតដែលប្តីប្រពន្ធអាចអង្គុយចោះពិភាក្សាគ្នាបានពីព្រោះការលែងលះតាមការព្រមព្រៀងហ្នឹងគឺអ្វីៗគឺអាចពិភាក្សាគ្នាបានទាំងអស់អញ្ចឹងដើម្បីអាចដាក់ពាក្យសុំទៅតុលាការក្នុងការលែងលះតាមការព្រមព្រៀងបានភាគីទាំងសងខាងត្រូវមានកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្តមួយមានกระดาษមួយសន្លឹកដែលយើងអាចទៅសេទៅចងលក្ខខណ្ឌទៅវិញទៅមកថាពួកខ្ញុំព្រមព្រៀងលែងលះពួកខ្ញុំអត់មានឆ្លោះគ្នាត្រង់ចំណុចណាទេគឺត្រូវគ្នាទាំងអស់ស្ម័គ្រចិត្តលែងលះតាមការព្រមព្រៀងភ្ជាប់មកនៅជាមួយនឹងអត្តសញ្ញាណប័ណ្ណភាគីទាំងសងខាងសម្បត្តិពាក្យពាក្យសិភៅគ្រួសារសម្បត្តិកណាត់កូនឯកសារតាក់ទងជាមួយនឹងទ្រព្យសម្បត្តិឬបំណុលដែលបានបែងចែកគ្នារួចរាល់ហើយនឹងដាក់ជូនតុលាការដើម្បីពិនិត្យនាងខ្ញុំសូមជម្រាបបញ្ជាក់ជូនផងដែរថានៅក្នុងការលែងលះតាមការព្រមព្រៀងនេះក៏ដោយក៏ត្រូវទៅតុលាការផងដែរដោយសារតែយើងមានសម្បត្តិពាក្យពាក្យត្រូវដាច់ខាតត្រូវទៅតុលាការហើយតុលាការភាគីត្រូវទៅតុលាការនៃទីតាំងដែលប្តីប្រពន្ធនឹងបានរស់នៅឧទាហរណ៍គាត់រស់នៅភ្នំពេញត្រូវទៅសាលាដំបងរាជធានីភ្នំពេញបន្ទាប់ពីភាគីបានដាក់ពាក្យសុំលែងលះទៅតាមផ្លូវតុលាការរួចរាល់តុលាការនឹងចេញដីកាសម្រេចគឺដីកាសម្រេចលែងលះតាមការព្រមព្រៀងដែលភាគីទាំងពីរស្ម័គ្រចិត្តព្រមព្រៀងគ្នាទៅស្ម័គ្រចិត្តស្នើសុំនឹងតុលាការនឹងចេញដីកាសម្រេចជូនជាធម្មតាដីកាសម្រេចត្រូវមានរយៈពេល2សប្តាហ៍ដើម្បីឲ្យភាគីប្តឹងជំទាស់ក្រែងលោភាគីបដូរចិត្តវិញថាមិនព្រមព្រៀងលែងលះទេអាចប្តឹងជំទាស់ទៅតុលាការជាន់ខ្ពស់ខាងលើបានអញ្ចឹងបន្ទាប់ពីរយៈពេលកន្លងផុតទៅ2សប្តាហ៍នឹងកន្លងផុតទៅហើយភាគីទាំងសងខាងគឺអាចដាក់ពាក្យស្នើសុំឲ្យចូលជាស្ថាពរនៃដីកាសម្រេចលែងលះនឹងបានដោយសារតែគ្មានភាគីណាជំទាស់តវ៉ាឡើយលោកស្រីមេធាវីជាធម្មតានីតិវិធីនៃការលែងលះដោយមានការព្រមព្រៀងចំណាយពេលប្រមាណថ្ងៃឬប្រមាណខែទើបបញ្ចប់នីតិវិធីសុំលែងលះដែលសហព័ន្ធអាចរំលាយចោលសម្បត្តិអាពាហ៍ពិពាហ៍ដោយស្របច្បាប់សំណួរបន្តទៀតគាត់សួរថាតើការព្រមព្រៀងចំណាយពេលប្រមាណថ្ងៃប្រមាណខែទើបអាចបញ្ចប់នីតិវិធីស្នើសុំលែងលះរំលាយសម្បត្តិអាពាហ៍ពិពាហ៍នឹងចោលបានចម្លើយជូនពួកគាត់គឺអាចរយៈពេល2ទៅ3ខែ
តាមភាពមមាញឹករបស់តុលាការបើសិនជាតុលាការមមាញឹកខ្លាំងរយៈពេលនេះគឺនឹងពជាពេលទៅតាមជាក់ស្ដែងពីព្រោះសំណុំរឿងនៅតុលាការគឺមានច្រើនទម្រាំទៅដល់វេនយើងគឺមានរយៈពេលយូរឬក៏ឆាប់តាមភាពរវល់ភាពមមាញឹករបស់តុលាការជាក់ស្ដែងប៉ុន្តែបន្ទាប់ពីទទួលបានដីកាសម្រេចហើយគឺមានរយៈពេល2សប្តាហ៍ដើម្បីដាក់ពាក្យសុំចូលស្ថាពរបន្ទាប់ពីសុំចូលស្ថាពរហើយភាគីអាចយកឯកសារហ្នឹងទៅបញ្ជាក់លិខិតបញ្ជាក់ភាពមេម៉ាយឬពោះម៉ាយរៀងខ្លួនបានហើយអញ្ចឹងជាសរុបមកវិញតាមបទពិសោធន៍ខ្ញុំសូមឆ្លើយជូនថាអាចរយៈពេលប្រហែល3ខែការងារហ្នឹងគឺចប់សពគ្រប់រួចរាល់ចុះក្នុងករណីសហព័ន្ធបានធ្វើកិច្ចព្រមព្រៀងលែងលះរួចហើយប៉ុន្តែមិនទាន់ទទួលបានដីកាសម្រេចពីតុលាការឬក៏ដីកាសម្រេចនោះមិនទាន់ចូលជាស្ថាពរទេក្នុងអំឡុងពេលហ្នឹងតើសហព័ន្ធអាចមានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកដទៃឬរៀបការថ្មីបានដែរឬទេហើយតើចាប់ពីពេលណាទៅសហព័ន្ធអាចរៀបការជាមួយអ្នកថ្មីបានបន្ទាប់ពីពួកគាត់បានផ្តិតមេដៃព្រមព្រៀងលែងលះរួចហើយប៉ុន្តែអត់ទាន់ទទួលបានឯកសារពីតុលាការមកទេមិនទាន់ទទួលបានដីកាសម្រេចពីតុលាការទេហើយដីកាសម្រេចនោះទៀតសោះមិនទាន់ចូលស្ថាពរទេតើពួកគាត់អាចមានទំនាក់ទំនងរៀបការថ្មីបានដែរឬទេចម្លើយនោះគឺមិនបានទេដោយសារតែពួកគាត់នៅក្នុងអេតាស៊ីវិលនៅឡើយទេនៅក្នុងសម្បត្តិអាពាហ៍ពិពាហ៍នៅឡើយទេរយៈពេលហ្នឹងពួកគាត់ត្រូវរងចាំឲ្យដីកាសម្រេចចូលជាស្ថាពរសិនទើបពួកគាត់អាចមានសិទ្ធិទៅមានទំនាក់ទំនងថ្មីជាមួយអ្នកថ្មីបានអញ្ចឹងទោះបីគាត់លែងលះគ្នាតាមការព្រមព្រៀងឬលែងលះគ្នាតាមបណ្ដឹងក៏ដោយគាត់ត្រូវតែគោរពតាមសេចក្តីសម្រេចរបស់តុលាការគឺដីកាសម្រេចហើយដីកាសម្រេចនេះចូលស្ថាពរហើយឬមួយក៏ពាក្យបណ្ដឹងនឹងចេញជាសារក្រមហើយសារក្រមនោះចូលជាស្ថាពរផងដែរទើបពួកគាត់អាចរៀបការបានម្យ៉ាងវិញទៀតគឺស្ត្រីត្រូវមានរយៈពេលហាមឃាត់120ថ្ងៃដើម្បីឲ្យទំនេរពោះចង់ដឹងថាតើកូននឹងគឺជាកូនរបស់ប្តីមុនឬក៏កូនរបស់ប្តីដែលរៀបការតាមក្រោយអញ្ចឹងបើសិនជាស្ត្រីចង់រៀបការភ្លាមបន្ទាប់ពីបានឯកសារពីតុលាការមកហើយបានដីកាសម្រេចលែងលះស្ថាពរពីតុលាការមកហើយស្ត្រីនោះអាចពិនិត្យផ្ទៃពោះដោយវេជ្ជបណ្ឌិតបានបញ្ជាក់ថាគាត់គ្មានផ្ទៃពោះទេគាត់មិនមានគភ៌ទេគឺគាត់អាចរៀបការភ្លាមបានតែម្ដងប៉ុន្តែបើសិនជាគាត់មានឯកសារបញ្ជាក់ពីវេជ្ជបណ្ឌិតទេពួកគាត់មិនអាចរៀបអាពាហ៍ពិពាហ៍ភ្លាមបានទេគឺត្រូវរងចាំរយៈពេល120ថ្ងៃសិនកំឡុងពេលនេះគឺច្បាប់ទុកកំណត់ថាតើស្ត្រីបានពពោះនៅក្នុងចំណងអាពាហ៍ពិពាហ៍មុនឬក៏អត់បើសិនជាអត់ទេកន្លងពេល120ថ្ងៃបានកន្លងផុតទៅគឺគាត់អាចរៀបការស្នើសុំចុះសម្បត្តិអាពាហ៍ពិពាហ៍ថ្មីបានហើយអញ្ចឹងច្បាប់បានចែងមកល្អមែនតើគឺគាត់ចង់ការពារថាតកតងជាមួយនឹងតើបេតុភាពជាឪពុករបស់កូនដែលស្ត្រីមានហ្នឹងជាឪពុកមួយណាដែរឪពុកមុនឬក៏ឪពុកក្រោយក្នុងចំណងអាពាហ៍ពិពាហ៍ថ្មីឬក៏ចំណងអាពាហ៍ពិពាហ៍ចាស់ចាស់ទស្សនិកជនជារួមមកភាគីអាចរៀបការថ្មីបានលុះត្រាតែមានដីកាសម្រេចឬសាលក្រមរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពរពីតុលាការសិនតែចំពោះស្ត្រីក្រោយពីមានដីកាសម្រេចឬសាលក្រមរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពរពីតុលាការហើយគឺត្រូវរងចាំរយៈពេល120ថ្ងៃទៀតទើបអាចរៀបការថ្មីបានដើម្បីជៀសវាងការមានផ្ទៃពោះដែលធ្វើឲ្យពិបាកបែងចែកថាកូនប្តីមុនឬប្តីក្រោយក្នុងករណីស្ត្រីមិនចង់រងចាំរយៈពេល120ថ្ងៃស្ត្រីអាចទៅសុំសម្បត្តិបញ្ជាក់ពីមន្ទីរពេទ្យពីការដែលមិនមានផ្ទៃពោះនោះស្ត្រីអាចរៀបការថ្មីបានហើយ